ពង្រាបទីបេដែលជារឿយៗត្រូវបានគេហៅថាដំបូលនៃពិភពលោកគឺជាតំបន់ដ៏ខ្ពស់និងធំសម្បើមមួយដែលលាតសន្ធឹងលើផ្ទៃដី 2.5 សែនគីឡូម៉ែត្រការ៉េហើយមានកម្ពស់ជាមធ្យមជាង 4,500 ម៉ែត្រដែលសម្បូរទៅដោយកំពូលភ្នំខ្ពស់ៗឈរជ្រងច្រាងហើយភាគច្រើនមានកម្ពស់លើសពី 7,000 ម៉ែត្រហើយក្នុងនោះភ្នំអេវរ៉េសគឺជាកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកដែលមានកម្ពស់ 8,848 ម៉ែត្រស្ថិតនៅក្នុងជួរភ្នំហិមាល័យនៅលើព្រំដែននៃខ្ពង់រាបទីបេលក្ខណៈភូមិសាស្ត្រនេះពិតជាមានបញ្ហាប្រឈមជាច្រើនដែលធ្វើឲ្យយន្តហោះពាណិជ្ជកម្មពិបាកក្នុងការហោះហើរមូលហេតុចម្បងមួយដែលយន្តហោះតែងតែគេចចេញពីខ្ពង់រាបទីបេគឺដោយសារតែរយៈកម្ពស់ដ៏ខ្ពស់បែបនេះកម្ពស់ខ្ពស់មានន័យថាខ្យល់កាន់តែខ្សោយដែលអាចប៉ះពាល់ដល់ដំណើរការរបស់ម៉ាស៊ីនយន្តហោះម៉ាស៊ីនjetពឹងផ្អែកលើដងស៊ីតេជាក់លាក់នៃខ្យល់ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពហើយកម្រិតអុកស៊ីសែនដែលថយចុះនៅរយៈកម្ពស់ខ្ពស់បែបនេះអាចនាំឲ្យដំណើរការម៉ាស៊ីនមានការថយចុះនេះអាចមានបញ្ហាជាពិសេសក្នុងករណីមានអាសន្នដូចជាម៉ាស៊ីនរអាក់រអួលដែលយន្តហោះត្រូវចុះចតយ៉ាងលឿនទៅកម្ពស់ទាបជាទីដែលមានអុកស៊ីសែនច្រើនយន្តហោះធុនពាណិជ្ជកម្មហោះហើរនៅក្នុងរយៈកម្ពស់ 10,000 ម៉ែត្រហើយនៅពេលមានអាសន្នយន្តហោះត្រូវតែបន្ទាបខ្លួនមកនៅទាបជាងកម្ពស់ 3,000 ម៉ែត្រដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ដកដង្ហើមដែលកម្ពស់នេះគឺទាបជាងកម្ពស់ជាមធ្យមរបស់ខ្ពង់រាបទីបេទៅទៀតដូច្នេះហើយគេមិនអាចប្រថុយបើកយន្តហោះហោះហើរឆ្លងកាត់តំបន់នេះបានទេកត្តាសំខាន់មួយទៀតគឺអាកាសធាតុខ្ពង់រាបទីបេត្រូវបានគេស្គាល់ដោយសារតែលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់និងមិនអាចទាយទុកជាមុនបានខ្យល់បក់ខ្លាំងភាពច្របូកច្របល់ធ្ងន់ធ្ងរនិងការប្រែប្រួលអាកាសធាតុភ្លាមៗអាចបង្កហានិភ័យខ្ពស់ដល់យន្តហោះតំបន់នេះក៏ងាយនឹងមានព្យុះផ្គររន្ទះខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់យន្តហោះផងដែរលក្ខខណ្ឌអាកាសធាតុទាំងនេះពិតជាបង្កការលំបាកសម្រាប់អ្នកបើកយន្តហោះដើម្បីហោះហើរដោយសុវត្ថិភាពហើយផ្ទុយទៅវិញវាបែរជាបង្កើនហានិភ័យនៃគ្រោះថ្នាក់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសគឺជាបញ្ហាប្រឈមមួយទៀតនៅក្នុងខ្ពង់រាបទីបេតំបន់នេះមានប្រជាជនតិចហើយមានប្រលានយន្តហោះនិងកន្លែងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសតិចតួចណាស់នេះអាចបង្កការលំបាកដល់អ្នកបើកបរយន្តហោះក្នុងការទទួលបានព័ត៌មាននិងជំនួយទាន់ពេលវេលាក្នុងករណីមានអាសន្នកង្វះហេដ្ឋារចនាសម្ព័ន្ធក៏ធ្វើឲ្យវាកាន់តែពិបាកថែមទៀតសម្រាប់អ្នកបើកយន្តហោះក្នុងការរុករកតំបន់ចុះចតបន្ទាន់ដោយសុវត្ថិភាពម្យ៉ាងវាក៏នឹងបង្កការលំបាកនិងភាពយឺតយ៉ាវដើម្បីធ្វើការសង្គ្រោះនៅពេលដែលមានអបទ្ទវហេតុកើតឡើងស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់នេះក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរខ្ពង់រាបទីបេស្ថិតនៅក្នុងតំបន់រសើបផ្នែកនយោបាយដោយប្រទេសចិនឥណ្ឌានិងប្រទេសមួយចំនួនទៀតកំពុងតែមានចំនួនទឹកដីនៅក្នុងតំបន់នេះអាចធ្វើឲ្យមានភាពស្មុគស្មាញដល់ការធ្វើផែនការហោះហើរនិងការធ្វើដំណើរដោយសារក្រុមហ៊ុនអាកាសចរត្រូវតែរុករកបទបញ្ញត្តិនិងការដាក់កម្រិតស្មុគស្មាញនៃដែនអាកាសភាពតានតឹងផ្នែកនយោបាយក៏អាចប៉ះពាល់ដល់ភាពអាចរកបាននៃសេវាកម្មគ្រប់គ្រងផ្លូវអាកាសនិងការគ្រប់គ្រងផ្សេងទៀតសម្រាប់ការហោះហើរនៅក្នុងតំបន់នេះតាមប្រវត្តិសាស្ត្រមានអបទ្ទវហេតុជាច្រើនដែលបង្ហាញអំពីគ្រោះថ្នាក់នៃការហោះហើរលើខ្ពង់រាបទីបេជាឧទាហរណ៍នៅក្នុងឆ្នាំ 1992 ក្រុមហ៊ុនអាកាសចរ China Airlines Fly 358ដែលជាយន្តហោះ Boeing 747បានជួបប្រទះនៅភាពចលាចលយ៉ាងធ្ងន់ធ្ងរនៅពេលដែលហោះហើរលើតំបន់នេះដែលបណ្ដាលឲ្យអ្នកដំណើរនិងបុគ្គលិកជាច្រើនអ្នកបានរងរបួសហើយនៅក្នុងឆ្នាំ 2002 អធិភេកចក្រ MI-26 ផលិតដោយរុស្ស៊ីបានធ្លាក់នៅក្នុងតំបន់នេះដោយបានសម្លាប់មនុស្សចំនួន 19 នាក់ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយក៏មានការខិតខំប្រឹងប្រែងមួយចំនួនដើម្បីកែលម្អសុវត្ថិភាពនៃការហោះហើរនៅក្នុងតំបន់ខ្ពង់រាបទីបេភាពជឿនលឿននៃបច្ចេកវិទ្យាយន្តហោះបានធ្វើឲ្យយន្តហោះអាចហោះហើរនៅក្នុងរយៈកម្ពស់ខ្ពស់និងមានប្រសិទ្ធភាពជាងមុនម៉ាស៊ីនយន្តហោះទំនើបមានសមត្ថភាពគ្រប់គ្រងខ្យល់ស្ដើងនៅរយៈកម្ពស់ខ្ពស់ហើយប្រព័ន្ធព្យាករណ៍អាកាសធាតុកាន់តែប្រសើរឡើងបានផ្ដល់ភាពងាយស្រួលសម្រាប់អ្នកបើកបរយន្តហោះនៅក្នុងតំបន់ខ្ពស់បែបនេះទោះបីជាយ៉ាងណាក៏ដោយហានិភ័យដែលជាប់ទាក់ទងនឹងរយៈកម្ពស់ខ្ពស់ខ្លាំងអាកាសធាតុអាក្រក់និងដីរដប់នៃខ្ពង់រាបទីបេមានន័យថាវានៅតែជាតំបន់ប្រឈមនិងគ្រោះថ្នាក់សម្រាប់អាកាសចរពាណិជ្ជកម្មសរុបសេចក្តីមកដោយសាររយៈកម្ពស់ខ្ពស់លក្ខខណ្ឌអាកាសធាតុអាក្រក់ដីរដប់ហេដ្ឋារចនាសម្ព័ន្ធមានកម្រិតនិងភាពស្មុគស្មាញភូមិសាស្ត្រនយោបាយធ្វើឲ្យខ្ពង់រាបទីបេក្លាយជាតំបន់ប្រឈមនិងហានិភ័យខ្ពស់សម្រាប់វិស័យអាកាសចរខណៈដែលភាពជឿនលឿននៃបច្ចេកវិទ្យាបានធ្វើឲ្យសុវត្ថិភាពនៃការហោះហើរនៅក្នុងតំបន់នេះកាន់តែប្រសើរឡើងជាងមុនក៏ដោយក៏វានៅតែជាក្តីកង្វល់ដែលមានន័យថាក្រុមហ៊ុនអាកាសចរនៅតែបន្តជៀសវាងការហោះហើរលើខ្ពង់រាបទីបេតាមដែលអាចធ្វើទៅបានសុវត្ថិភាពរបស់អ្នកដំណើរនិងបុគ្គលិកលើយន្តហោះនៅតែជាអាទិភាពខ្ពស់សម្រាប់ក្រុមហ៊ុនអាកាសចរទើបពួកគេតែងតែធ្វើការបង្រៀនចេញពីខ្ពង់រាបទីបេគួរឲ្យដឹងបន្ថែមទៀតថាខ្ពង់រាបទីបេគឺជាខ្ពង់រាបខ្ពស់ដ៏ធំបំផុតដែលមានទីតាំងនៅចំណុចប្រសព្វនៃអាស៊ីកណ្ដាលខាងត្បូងនិងអាស៊ីបូព៌ាភូមិសាស្ត្រនយោបាយគ្រប់ដណ្ដប់ភាគច្រើននៃតំបន់ស្វ័យយ័តទីបេប្រទេសចិនផ្នែកខ្លះនៃប្រទេសប៊ូតានឥណ្ឌាប៉ាគីស្ថាននិងប្រទេសនេប៉ាល់ដែលមានប្រវែងពីជើងទៅត្បូងប្រហែល 1000 គីឡូម៉ែត្រនិងពីកើតទៅលិច 2500 គីឡូម៉ែត្រជាខ្ពង់រាបដែលធំជាងគេបំផុតនិងខ្ពស់ជាងគេបំផុតនៅលើពិភពលោកយើងបើប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រដែលមានផ្ទៃដីទំហំ 2.5 សែនគីឡូម៉ែត្រការ៉េជាមួយនឹងកម្ពស់ជាមធ្យមលើសពី 4,500 ម៉ែត្រ
នឹងត្រូវបានហ៊ុមព័ទ្ធដោយជួរភ្នំជាច្រើនដូចជាជួរភ្នំហិមាឡាយជាដើមដែលសម្បូរទៅដោយកម្ពស់ភ្នំខ្ពស់ៗដូចជាភ្នំអេវេរ៉េសនិងភ្នំខេធូដែលមានកម្ពស់លើសពី 8000 ម៉ែត្រខ្ពង់រាបទីបេក៏ជាប្រភពទឹកនៃស្ទឹងនិងទន្លេជាច្រើននៅក្នុងតំបន់ជុំវិញនេះរាប់បញ្ចូលទាំងទន្លេទាំង3ដែលវែងជាងគេនៅអាស៊ីគឺទន្លេលឿងទន្លេយ៉ងសេនិងទន្លេមេគង្គផ្ទាំងទឹកកករាប់ម៉ឺនផ្ទាំងនិងលក្ខណៈភូមិសាស្ត្ររួមទាំងអេកូឡូស៊ីផ្សេងទៀតបម្រើជាប៉មទឹកដែលផ្ទុកទឹកនិងរក្សាលំហូរជួនកាលវាត្រូវបានគេហៅថាជាប៉ូលទី3ពីព្រោះវាទឹកកករបស់វាមានទុនបម្រុងទឹកសាបដ៏ធំបំផុតនៃទឹកសាបនៅខាងក្រៅតំបន់ប៉ូលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើខ្ពង់រាបទីបេគឺជាការចាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រជាបន្តបន្ទាប់